ចាសូមអនុញ្ញាតគោរពនិងជម្រាបសួរបងប្អូនទូទៅទស្សនិកជននិងប្រិយមិត្តរបស់រ៉ាទាំងអស់ជាទីមេត្រីចាថ្ងៃនេះផងដែរកម្មវិធីផ្សាយផ្ទាល់ដែលជួបជាមួយនឹងរ៉ាដែលយើងតែងតែលើកយកនៅប្រធានបទស្ដីអំពីសុខភាពផ្លូវភេទសុខភាពបន្តពូជចែកជូនដល់បងប្អូនទាំងអស់គ្នាជាចំណេះដឹងក៏ដូចជាសម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃផងដែរចាហើយអញ្ចឹងថ្ងៃនេះផងដែរយើងក៏មានវាគ្មិនកិត្តិយសរបស់យើងដែលលោកមានជំនាញទៅខាងផ្លូវសុខភាពផ្លូវភេទសុខភាពបន្តពូជដែលលោកអញ្ជើញមកពី clinic រ៉ាប់ផ្សារដេប៉ូចាអញ្ចឹងយើងនឹងជួបជាមួយនឹងលោកវិជ្ជបណ្ឌិតទាំងអស់គ្នាចាសូមជម្រាបសួរលោកគ្រូចាអរគុណច្រើនលោកគ្រូដែលបានអញ្ជើញចូលរួមនៅពេលនេះផងដែរចាលោកគ្រូមានឈ្មោះថាប៉ិនស៊ីណាតដែលលោកគ្រូជាគ្រូពេទ្យផ្ដល់សេវាព្យាបាលនៅ clinic រ៉ាប់ផ្សារដេប៉ូចាអញ្ចឹងថ្ងៃនេះផងដែរយើងនឹងជជែកគ្នាអំពីបញ្ហាជាទូទៅគឺបញ្ហាហ្នឹងតាក់ទងទៅនឹងសុខភាពបរិសុទ្ធហើយអាចថាជារឿងមួយដែលបរិសុទ្ធខ្លះគាត់ខ្មាស់អៀនក្នុងការសួរដោយត្រង់ចាអញ្ចឹងថ្ងៃនេះដើម្បីកុំឲ្យបងប្អូនមានអារម្មណ៍ថាខ្មាស់អៀនឬក៏ពេលខ្លះមានបញ្ហាតែហ៊ានសួរអញ្ចឹងថ្ងៃនេះយើងលើកយកមកជជែកគ្នាអញ្ចឹងបើសិនជាបងប្អូនបានចូលរួមតាមដានទស្សនាហើយមានសំណួរនៅកន្លែងណាដែលបងប្អូនមានចម្ងល់យូរហើយចង់សួរក៏អាចជា comment សួរនៅក្នុងវីដេអូនេះរបស់យើងឬអញ្ចឹងថ្ងៃនេះយើងនឹងជជែកគ្នាពីប្រធានបទស្ដីអំពីបញ្ហារលាកក្បាលលឹងហើយខ្ញុំជឿជាក់ថាបញ្ហានេះប្រហែលជាបងប្អូនបរិះយើងមានជួបប្រទះច្រើនចាហើយក៏មានបងប្អូនខ្លះគាត់ស្វះស្វែងរកសេវាព្យាបាលហើយខ្លះទៀតគឺគាត់ជឿជាក់ថានៅមានការអៀនខ្មាស់ព្រោះបញ្ហាដែលតាក់ទងនៅលើប្រដាប់ភេទគឺគាត់ខ្មាស់អៀនក្នុងការជជែកក្នុងការឲ្យគ្រូពេទ្យពិនិត្យពីគ្រោះណាស់អញ្ចឹងពេលខ្លះគាត់លាក់សំងំຕົកឬមួយក៏មិនហ៊ានមកជួបពីគ្រោះមួយគ្រូពេទ្យទេចាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយើងនឹងចាប់ផ្ដើមកិច្ចសន្ទនាជាមួយនឹងលោកគ្រូដើម្បីយើងចែករំលែកនៅចំណេះដឹងស្ដីអំពីបញ្ហាមួយនេះជូនដល់បងប្អូនទាំងអស់គ្នាចាអញ្ចឹងអនុញ្ញាតជំរាបសួរលោកគ្រូថាតើបញ្ហារលាកក្បាលលឹងហ្នឹងវាគឺជាអ្វីដែរលោកគ្រូតើសភាពវាហ្នឹងវាបែបម៉េចចាបាទសូមអរគុណច្រើនអ្នកគ្រូយ៉ាងនេះបាទហើយជាពិសេសសូមអរគុណទស្សនិកជនដែលតែងតែគ្រប់គ្រងនីតិសុខភាពរបស់រ៉ាបាទហើយយើងអាចដឹងថាការរលាកក្បាលលឹងនេះគឺជាការរលាកក្រហមឬក៏ហើមនៅក្បាលលឹងបាទហើយយើងឃើញថាប្រហែលជាមានបុរសហ្នឹងប្រហែលជា3ទៅ11%ណាដែលមានការបង្កមានបញ្ហានឹងការឡើងហើយជាពិសេសទៀតគឺភាគច្រើនគេបង្កឲ្យមានការរលាកស្បែកក្របលឹងនឹងផងដែរណាចាច្រើននៅលាយឡំជាមួយគ្នាដែរបាទចាអញ្ចឹងមានន័យថាអាចរលាកនៅលើបរិវេណនៃក្បាលលឹងហើយស្បែកនៅក្របទៀតចាអញ្ចឹងអាចមានទាំងពីរចាអញ្ចឹងបងប្អូនទទួលជ្រាបហើយលោកគ្រូបានជម្រាបជូនហើយថាតើអ្វីទៅជាបញ្ហាលាកក្បាលលឹងអញ្ចឹងបងប្អូនអាចបន្តតាមដានទស្សនានៅការបកស្រាយនៅសំណួរសំខាន់របស់លោកគ្រូបន្តទៀតដើម្បីជាចំណេះដឹងឲ្យបងប្អូនបានចូលរួមទស្សនាហើយបងប្អូនអាចជួយចែករំលែកទៅដល់មិត្តភ័ក្តិឬក៏បងប្អូនដើម្បីឲ្យគាត់ទទួលបានចំណេះដឹងនេះផងដែរចាអញ្ចឹងអនុញ្ញាតសូមបញ្ជំរាបសួរលោកគ្រូបន្តទៀតថាតើបញ្ហារលាកក្បាលលឹងនោះភាគច្រើនកើតនៅលើបរិះនៅក្នុងវ័យណាដែរលោកគ្រូចាឬក៏ជាទូទៅមានគ្រប់វ័យទាំងអស់ឬក៏យ៉ាងណាលោក